Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំរីគឺមកដល់ទៀតហើយគឺមកសម្រាយរឿងតរបស់យើងនៃរឿង Return to Earth to be a God ដោយសារគ្នាយើងឥឡូវនេះខានជួបគ្នាប្រហែលជា2-3ថ្ងៃតើអ្នកទាំងអស់គ្នាមាននឹក admin ដែរទេដោយសារមួយរយៈនេះ admin រវល់ពេកអញ្ចឹងទៅអត់បានធ្វើរឿងជូនអ្នកទាំងអស់គ្នាទេទោះបើចេញក៏យើងចេញបានភាគតិចដែរអញ្ចឹង admin សម្រេចថាបើយើងចេញម្ដងឲ្យមើលទៅវាវែងអញ្ចឹងណាសម្រាប់អ្នកទាំងអស់គ្នាស្ដាប់ហើយឥឡូវនេះយើងចូលសាច់រឿងរបស់យើងទៅប៉ុន្តែមុននឹងចូល admin សុំរំលឹកតទៅជាមួយនឹងភាគមុនតិចដោយសារភាគមុនហ្នឹងតាចាស់យើងហ្នឹងបានបជាអាស្រ័យសម័យខ្មែរហ្នឹងមកចាត់ការចាំងស៊ីលេងរបស់យើងហើយយើងក៏បានដឹងហើយថាចិនហងជាមួយនឹងអ្នកនាងស៊ូរបស់យើងហ្នឹងកំពុងតែព្យាយាមរត់គេចពីអក្ចារដំរីនោះហើយបើកាត់មកសាច់រឿងរបស់យើងតែម្ដងនៅក្នុងភាគបន្តហ្នឹងក៏យើងបានតែដឹងហើយថាអាសកហមក៏វាបានបេះផ្លែឈើជាច្រើននៅក្នុងព្រៃហាមខននោះផងដែរហើយវាក៏បាននិយាយថាខ្ញុំមិននឹកស្មានសោះថានៅក្នុងព្រៃនេះមានផ្លែប៉ោមបើមានរសជាតិឆ្ងាញ់បែបនេះទេនិយាយមិនតាន់បានចប់ពីមាត់ផងស្រាប់តែមានសម្រែកមួយស្រែកនៅពីខាងក្រោយខ្នងរបស់វាថាជួយផងហើយយើងក៏បានឲ្យដឹងហើយថាអ្នកដែលស្រែកនោះគឺចិនហងរបស់យើងដែលកំពុងអ៊ីវអ្នកនាងស៊ូនេះឯងដែលកំពុងរត់គេចជាមួយនឹងខ្ចាដំរីយ៉ាក់នោះគ្រាន់តែឃើញបែបនោះអាសកហមវាលាន់មាត់តែម្ដងថាចង្រៃយកអាពីរនេះអត់ទាន់ងាប់ទេហ៎គ្រាន់តែវាញាក់ចប់ហ្នឹងផ្លែប៉ោមទៅវាបានបេះទាំងប្រមាណហ្នឹងគឺកវល់ចោលទាំងអស់តែម្ដងរួចមកក៏ចាប់ផ្ដើមដាក់ក្បាច់ម៉ែចែកឲ្យគឺដាក់មេប្រូចហើយដែលកំពុងតែរត់ជុំគ្នាជាមួយនឹងចិនហងនោះអាសកហមនោះក៏បានស្ដីឲ្យទៅកាន់ចិនហងយើងថាអូយឯងនេះពិតជាសាំមែនទែនផ្លូវមកកណោហេតុអីក៏ឯងមិនរត់ហេតុអីបានចរត់មកផ្លូវនេះបែបនេះតមកហ្នឹងចិនហងរបស់យើងក៏បានស្ដីឲ្យវាថាអូយអាចចង្រៃយកណាចង់រត់មកកន្លែងនេះឈប់បន្ទោខ្ញុំទៅខ្ញុំភ័យចង់ស្លាប់បាត់ទៅហើយទស្សនវិជ្ជារបស់យើងក៏បានឃើញថាខ្យាដំរីនោះកំពុងតែដេញអាចសក់ក្រហមជាមួយនឹងឈិនហងរបស់យើងបើមើលតាមទស្សនវិជ្ជានោះគឺ2-3នាក់គ្នាគេនេះរត់អត់មានងាកក្រោយតែម្ដងហើយសាច់រឿងរបស់យើងក៏កាត់មកលអាងលោហិតនេះវិញឲ្យយើងបានដឹងថាយ៉ាវជីរបស់យើងត្រូវបានលអាងលោហិតនោះស្រូបយកដើម្បីគ្រប់គ្រងរាងកាយហើយប្រតិចារមេបាក់រងយើងនឹងកំពុងតែស្វែងរកអ្វីមួយយ៉ាងរួចមកក៏គេបាននិយាយថាអត់ទេហេតុអីក៏វាមិននៅកន្លែងនេះអញ្ចឹងតែខ្ញុំដាក់កន្លែងវានៅណាប្រកបពីគេបានរកមួយមួយសន្ទុះក្រោយមកហ្នឹងគេក៏បានរកឃើញហើយយើងក៏បានដឹងថាអ្វីដែលគេរកឃើញហ្នឹងគឺជាឃ្លោកអ្វីមួយយ៉ាងបន្ទាប់មកហ្នឹងគេក៏បាននិយាយថារកឃើញហើយបន្ទាប់ពីមេបាក់រងបានរកឃើញឃ្លោកមេរោមកហ្នឹងលោកមេបាក់រងរបស់យើងក៏បានបោះឃ្លោកនៅខាងមុខបន្តិចរួចមកហ្នឹងក៏បានដឹងថាឃ្លោកនោះក៏បញ្ចេញវេទមន្តរបស់គេហ្នឹងស្រូបយកធម្មពលលោហិតជាច្រើននៅក្នុងលាងនោះបន្ទាប់ពីស្រូបចប់ហ្នឹងរូបរាងរាវជីរបស់យើងក៏បានផុសមកខាងលើតាចាស់របស់យើងក៏បាននិយាយទៀតថាគណៈពេលនេះឯងមិនទាន់អាចស្លាប់បានទេឆាប់ភ្ញាក់ឡើងយ៉ាវជីនិយាយបានចប់មកគេក៏បានលោកចូលក្នុងអាវរបស់គេស្វែងរកថ្នាំអ្វីមួយយ៉ាងបន្ទាប់ពីគេបានរកអស់មួយសន្ទុះក្រោយមកហ្នឹងគេក៏បានឃើញថ្នាំនោះហើយគេក៏បានយកថ្នាំនោះដាក់ចូលមាត់របស់គេបំរុងនឹងដាក់ចូលមាត់របស់គេហើយតែស្រាប់តែមានប៉ារ៉ាស៊ីតមួយចំនួនហ្នឹងស៊ូចូលនៅក្នុងមាត់និងរូបរាងកាយរបស់គេតែម្ដងធ្វើឲ្យព្រឹត្តិការណ៍របស់យើងលាន់មាត់ថាចង្រៃយកប៉ារ៉ាស៊ីតនេះវាមកពីណាទៅហេតុអីក៏មានច្រើនបែបនេះបន្ទាប់ពីគាត់បាននិយាយចប់គាត់ក៏បានស្ទុះយកប៉ារ៉ាស៊ីតនោះចេញពីមាត់របស់យ៉ាវជីតែម្ដងខ្វេះផងអីផងទាញមិនតាន់បានប្រមាណផងហ្នឹងក៏ស្លូបម្រាមដៃចូលមាត់យ៉ាវជីរបស់យើងផ្លឹបតែម្ដងធ្វើឲ្យយ៉ាវជីរបស់យើងខំលើទឹកក្រឹបធ្វើឲ្យប្រតិចាររបស់យើងនឹងមានការឈឺចាប់ជាខ្លាំងព្រោះដោយសារខំម្ដងនេះមិនមែនខំលេងទេគឺបាក់ដៃតែម្ដងបន្ទាប់ពីគេខំចប់ហ្នឹងប្រតិចាររបស់យើងក៏បានស្រែកថាអុយយោយដៃរបស់ខ្ញុំហើយបើមើលតាមទស្សនវិជ្ជារូបភាពជាក់ស្ដែងរបស់យ៉ាវជីហ្នឹងមើលទៅវាពិតជាអាក្រក់ខ្លាំងណាស់ដោយសារប៉ារ៉ាស៊ីតជាច្រើនបានជ្រៀតចូលក្នុងសរីរាង្គរបស់វាហើយបន្ទាប់មកហ្នឹងប្រតិចារយើងក៏បាននិយាយទៀតថាប៉ារ៉ាស៊ីតនេះកំពុងតែព្យាយាមគ្រប់គ្រងរាងកាយរបស់គេហើយវាមើលទៅវាចិត្តជាវត្ថុបិសាចមែនដរាបណាឲ្យអាប៉ារ៉ាស៊ីតហ្នឹងស្រូបយកវិញ្ញាណរបស់ពួកវាទៀតនោះរាងកាយរបស់វានឹងមិនអាចគ្រប់គ្រងបានទៀតទេយ៉ាវជីតែឯងបានហាត់វិជ្ជាវេទមន្តអីទៅតែឯងបានស៊ីសត្វបិសាចតែមែនទេបើមើលតាមទស្សនវិជ្ជាជាក់ស្ដែងទៅប៉ារ៉ាស៊ីតនេះគឺវាស្របទៅតាមមជ្ឈការរបស់យើងអ្នកហាត់វិជ្ជាវេទមន្តបិសាចនេះឯងបើសិនបើយើងមិនបរិភោគសត្វបិសាចឬយើងស្រូបកម្លាំងពីបិសាចនោះទេប៉ារ៉ាស៊ីតនេះមិនអាចធ្វើអ្វីលើរូបរាងកាយរបស់យើងបានទេប៉ុន្តែយ៉ាវជីនេះប្រកាសណាគាត់ជាបានស្រូបបិសាចឲ្យជាច្រើនរយក្បាលផងដែរបន្ទាប់ពីតាចាស់នោះបាននិយាយចប់សាច់រឿងរបស់យើងក៏កាត់មកចាំងស៊ីលីនរបស់យើងវិញដែលនៅក្នុងព្រៃនោះរួចមកគេក៏បានដួសទៅបន្តិចយកមកផឹកហើយមួយសន្ទុះក្រោយមកហ្នឹងអាសត្វស្ដេចសមោចខ្មៅហ្នឹងក៏វានៅចិត្តនឹងដែរបន្ទាប់មកហ្នឹងក៏វាបានចុះមកខាងនោះរួចក៏បានឃើញចាំងស៊ីលីនរបស់យើងមើលទៅវាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ហើយវាក៏បានគិតថាគឺគេជាម្នាក់ដែលសម្លាប់អូនប្រុសរបស់លោកម្ចាស់បន្ទាប់ពីគេបាននិយាយចប់ចាំងស៊ីលីនរបស់យើងក៏បានមើលទៅគេបន្តិចរួចមកក៏បានពលឺមកដៃ4នោះមើលទៅវាពិតជាបិសាចហើយប៉ុន្តែអាបិសាចនេះវាខ្សោយពេកហើយបន្ទាប់មកហ្នឹងអាបិសាចដៃ4របស់យើងហ្នឹងក៏បានដើរចេញពីចាំងស៊ីលីនព្រោះគិតថាមើលទៅវាពិតជាខ្លាំងណាស់បន្ទាប់មកហ្នឹងចាំងស៊ីលីនរបស់យើងក៏បានហៅថាអេឯតាណាហ្នឹងបន្ទាប់មកហ្នឹងអាបិសាចហ្នឹងក៏បានងាករួចមកក៏បានឆ្លើយទៅចាំងស៊ីលីនរបស់យើងទាំងរដេដដប់តែម្ដងវ៉ាមានរឿងអីកាត់ឡើងហ្នឹងបន្ទាប់មកហ្នឹងចាំងស៊ីលីនរបស់យើងក៏ធ្វើទៅដូចជាធម្មតារួចមកកែក្បាលបន្តិចឆ្លើយទៅឲ្យបិសាចនោះថាអេខ្ញុំមើលទៅដូចជាវែងផ្លូវហើយតែឯងដឹងកន្លែងណាដែលអាចទៅសំណាក់ណាបានអត់បន្ទាប់មកហ្នឹងអាបិសាចរបស់យើងវាពិតជាផុតភ័យមែនតើរួចមកក៏បានឆ្លើយថាខ្ញុំមិនដឹងទេមួយសន្ទុះក្រោយមកហ្នឹងចាំងស៊ីលីនរបស់យើងក៏ឆ្លើយទៅទៀតវាថាបើសិនជាឯងមិនដឹងទេ
ជាមួយខ្ញុំសួរអ្នកផ្សេងអញ្ចឹងតមកហ្នឹងអានោះវាដាក់ថា no 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 ហើយមួយសន្ទុះក្រោយមកបន្ទាប់ពីចាងស៊ីលីនយើងបានចេញផុតទៅហ្នឹងអាបេសាយនោះវាពិតជាធូរទ្រូមែនតើព្រោះដោយសារបើសិនជាការវាយប្រហាររបស់ចាងស៊ីលីនរបស់យើងវាយតាមអត់ដៃហើយបេសាយនោះប្រកាសជាទៅឥណ្ឌាជាក់ជាមិនខានរួចមកក៏វាបានដកដង្ហើមធំបន្តិចឬក៏បានគិតថាហើយវាពិតជាល្អខ្លាំងណាស់បញ្ហាពេលនេះវាបានទៅចាក់ចេញហើយគ្រាន់តែគេគិតចប់ហ្នឹងជាងចាងស៊ីលីនរបស់យើងនៅខាងក្រោយខ្នងគេតែម្ដងរួចមកក៏បាននិយាយថាហេឯងកំតណាទៅចាំតិចសិនគ្រាន់តែស៊ីលីននិយាយតែបន្តិចសោះអានោះវាភ័យលិចនោមទៀតហើយរួចមកក៏បានឆ្លើយទៅចាងស៊ីលីនរបស់យើងទៀតហើយឯងចង់បានអ្វីពីខ្ញុំទៅស៊ីលីនរបស់យើងក៏បានគិតថាមើលទៅគេប្រហែលជាខ្លាចខ្ញុំហើយស៊ីលីនរបស់យើងក៏បន្តទៅវិញថាឯងមិនចាំខ្លាចខ្ញុំទេខ្ញុំគ្រាន់តែរំលឹកឯងតែប៉ុណ្ណោះតាក់ទងជាមួយនឹងវត្ថុអ្វីមួយយ៉ាងដែលធ្វើឲ្យខ្លួនឯងប្រែពីបិសាយមកសភាពដើមវិញបើខ្ញុំមើលទៅខ្លួនប្រាណរបស់ឯងប្រកាសជាមានពឹសមួយចំនួននៅក្នុងនោះផងដែរវាល្អខ្លាំងណាស់បើសិនជាឯងអាចបដិញពឹសនោះចេញតាមតែអាចធ្វើបានកាន់តែលឿនកាន់តែល្អមុនពេលដែលវាលេបត្របាក់វិញ្ញាណរបស់ឯងមិនគួរពជាពេលទៀតទេបន្ទាប់ពីគេបាននិយាយចប់អាបិសាយនោះវាភ្ញាក់ខ្លួនព្រឹត្តតែម្ដងរួចមកក៏ចាប់ផ្ដើមអរគុណទៅកាំងស៊ីដេញរបស់យើងបន្ទាប់មកអាស្ដេចសម័យខ្មៅរបស់យើងក៏បានគិតថាគាត់ជួយខ្ញុំមកតើខ្ញុំគួរតែប្រាប់ដំណឹងនេះទៅដល់ម្ចាស់ស្ត្រីសម័យខ្មៅដែរអត់ពឹសនេះបន្ទាប់ពីគេបានគិតចប់កាំងស៊ីដេញរបស់យើងក៏បានអេះក្បាលបន្តិចរួចមកក៏បាននិយាយទៅកាន់វាថាប្រៃនេះមើលទៅវាពិតជាក្តៅខ្លាំងណាស់អូយយើងមិនគួរនៅទីនេះទៀតទេបន្ទាប់ពីស៊ីលីងយើងបាននិយាយចប់ស៊ីលីងរបស់យើងក៏ចាប់ផ្ដើមបេះស្លឹកឈើមួយសន្លឹកបន្ទាប់មកហ្នឹងធ្វើឲ្យអាមួយស្ដេចសម័យខ្មៅនោះភ័យតែម្ដងហើយគេក៏បានបន្តទៀតថានេះគឺជាអ្វីទៅស្លឹកឈើនេះតើគេចង់ធ្វើអ្វីមួយសន្ទុះស្រ័យមកស៊ីលីងរបស់យើងក៏យកស្លឹកឈើនោះចាប់ផ្ដើមសូត្រវីតាមីនអ្វីមួយយ៉ាងហ្នឹងដាក់ទៅលើស្លឹកឈើនោះហើយក៏ក្តាប់ដៃបន្តិចបន្ទាប់មកហ្នឹងអាស្ដេចសម័យរបស់យើងចាប់ផ្ដើមឆ្ងល់ទៀតហើយរួចមកក៏បានសួរទៅចាំងស៊ីលីងថានោះគឺជាអ្វីទៅតើនេះជាបដាសាតើមែនទេហើយស៊ីលីងរបស់យើងក៏បានប្រាប់វាថាឯងចាំតិចសិនទៅតិចទៀតឯងនឹងឃើញឆាប់នេះឯងបន្ទាប់ពីគេបាននិយាយចប់មានសម្លេងមួយក៏បានបន្លឺឡើងនៅគុំព្រៃនៅក្រៅខ្នងរបស់គេបន្ទាប់មកហ្នឹងធ្វើឲ្យអាស្ដេចសម័យខ្មៅរបស់យើងចាប់ផ្ដើមភ័យតែម្ដងបន្ទាប់មកហ្នឹងស៊ីលីងក៏បានបន្តទៀតថាកុំតន់អាភ័យតិចទៀតវាមកដល់លើហើយយើងក៏បានដឹងថាអ្វីដែលមកហ្នឹងគឺសត្វក្តាន់តទេវភាពមួយបន្ទាប់មកហ្នឹងស្ដេចសម័យរបស់យើងហ្នឹងក៏បន្តទៀតថាតើលោកក៏ហៅសត្វនេះមកតែមែនទេហើយមកចាំងស៊ីលីងរបស់យើងក៏ចាប់ផ្ដើមធ្វើការណែតណាត់ជាមួយនឹងសត្វក្តាន់សនោះតែម្ដងត្រូវហើយគឺគេគឺជាអ្នកការពារនៅក្នុងព្រៃនេះមើលទៅខ្ញុំទៅតែសួរម្ចាស់ព្រៃហើយបើមិនអញ្ចឹងទេខ្ញុំមិនអាចរកទីតាំងរបស់ខ្ញុំឃើញទេយើងគ្មានជំរឿសទៀតទេបន្ទាប់ពីគេបាននិយាយចប់ចាំងស៊ីលីងរបស់យើងក៏ឡើងជិះលើក្តាន់សនោះរួចមកធ្វើឲ្យអាស្ដេចសម័យខ្មៅនោះមានការភ្ញាក់ផ្អើលជាខ្លាំងហើយចាំងស៊ីលីងរបស់យើងមុននឹងចេញទៅហ្នឹងក៏បានទូមានតែស្ដេចសម័យខ្មៅនោះថាតាក់ទងជាមួយនឹងជាតិពោរបស់ឯងហ្នឹងគឺវាអាចបង្កើនធម៌ពលរបស់ឯងឲ្យខ្លាំងបានក្នុងរយៈពេលខ្លីប៉ុន្តែយល់ល្អឆាប់យកវាចេញភ្លាមទៅហើយឈប់ការវឹកហាត់ធម៌ពលបែបនេះទៀតវាធ្វើឲ្យឯងនឹងអន្តរាយនៅពេលក្រោយបើយល់ល្អរកធម៌ពលបុរាណដែលអាចជំនួសវាបានហើយព្យាយាមវឹកហាត់នោះកម្លាំងធម៌ពលឯងនឹងឈានដល់គោលដៅជាក់ជាមិនខានអាស្ដេចសម័យខ្មៅរបស់យើងនោះក៏បានភ្ញាក់ផ្អើលតែម្ដងរួចមកក៏លាន់មកថាអាយ៉ូយបរិសសង្ហាពិតជាជីសេះសមែនប៉ុន្តែមិនមែនជាសេះសទេគឺជាក្តាន់សទៅវិញរួចមកក៏គេបានអរគុណទៅកាន់ស៊ីលីងរបស់យើងដែលមានការរំលឹកពេលបែបនេះបន្ទាប់ពីគេបាននិយាយអរគុណហ្នឹងស៊ីលីងរបស់យើងក៏បានស្ទុះចេញតែម្ដងប៉ុន្តែមុននឹងចេញទៅហ្នឹងក៏បាន say goodbye ទៅកាន់អាស្ដេចសម័យនោះពីក្រោយខ្នងថាលីហើយអាសម្លាញ់ខ្ញុំសង្ឃឹមថានឹងជួបឯងនៅល្ងាចនេះបន្ទាប់ពីគេបាននិយាយហើយអាសម័យរបស់យើងក៏បានគិតថាគេមើលទៅដូចជាមិនអាក្រក់ទេហើយក៏មិនគួរឲ្យខ្លាចទាំងអស់ផងដែរប៉ុន្តែម្នាក់នោះមើលទៅចំហាយធម៌ពលរបស់គេវាពិតជាអស្ចារ្យខ្លាំងណាស់សូម្បីតែសត្វដទេវភាពក៏គោរពគេផងដែរបន្ទាប់ពីគេបាននិយាយចប់សាច់រឿងរបស់យើងក៏កាត់មកមេប៉ាក់រងរបស់យើងវិញដែលមើលទៅក្នុងទស្សនវិជ្ជានោះមេប៉ាក់រងរបស់យើងនឹងពិតជាមានរបួសធ្ងន់មែនទែនដោយការវាយប្រហាររបស់អាសត្វបិសាចនោះធ្វើឲ្យមេប៉ាក់របស់យើងនឹងឈឺចាប់ខ្លាំងណាស់ហើយយើងក៏បានដឹងថាមេប៉ាក់របស់យើងនឹងបានបញ្ចេញនៅខ្សែអ្វីមួយយ៉ាងដើម្បីធ្វើការចងទៅលើអាបិសាចនោះអាបិសាចនោះក៏បាននិយាយថាវេទមន្តឆាមកវេទមន្តនេះមិនអាចធ្វើអ្វីខ្ញុំបានទៀតទេបន្ទាប់ពីគេបាននិយាយចប់គេក៏បានស្រែកមកវាស់ហ្នឹងធ្វើឲ្យវេទមន្តរបស់តាមេប៉ាក់របស់យើងហ្នឹងខ្ទេចខ្ទីតែម្ដងរួចមកក៏វាយកឆាមទាំងនោះចាប់ផ្ដើមស៊ីម្ដងមួយម៉ាត់ហើយវាក៏បានលាន់មាត់ថារសជាតិឆាមនេះវាពិតជាឈ្ងុយឆ្ងាញ់ខ្លាំងណាស់មកឲ្យខ្ញុំទាំងអស់មកហើយបញ្ចេញមកអស់មកឲ្យខ្ញុំបានស៊ីទាំងអស់តែម្ដងហើយវាក៏បានខាំក្រឹបតែម្ដងបើមើលតាមទស្សនវិជ្ជានោះអាមួយបិសាចនេះវាស៊ីឆាមដូចជាស៊ីបាយអញ្ចឹងហើយវាក៏លាន់មាត់ថាលឿនមកខ្ញុំត្រូវការធម្មពលទៀតតមកហ្នឹងតាចាស់របស់យើងក៏បានគិតថាអាបិសាចកំហឹងនេះវាបានជ្រៀតចូលក្នុងរាងកាយរបស់យ៉ាជីបាត់ទៅហើយគ្មានអ្វីដែលយើងអាចធ្វើដើម្បីអាចបានទៀតទេឥឡូវនេះយើងមានតែប្រើវិធីសាស្ត្រចុងក្រោយតែប៉ុណ្ណោះតទៅពីគេបាននិយាយចប់ទស្សនវិជ្ជារបស់យើងក៏បានឃើញថាអាបិសាចនោះវាពិតជាធំហើយកាយសាហាវខ្លាំងណាស់ដែលស្ថិតនៅចំពោះមុខប្រតិចា
របស់យើងរួចមកប្រតិចាយើងអាចបានគិតតទៀតថាមើលទៅតាចាស់នេះមិនអាចបោះបង់នៅឥឡូវនេះបានទេខ្ញុំត្រូវតែប្រយុទ្ធបើសិនជាអាបិសាយនេះវាអាចចេញទៅក្រៅបានមើលទៅសម្ព័ន្ធរបស់បកយ៉ាវចុងប្រកាសជាខ្ទេចខ្ទីតែម្ដងបូករួមទាំងទីក្រុងផងដែរវិធីសាស្ត្រចុងក្រោយខ្ញុំត្រូវតែប្រើបន្ទាប់មកហ្នឹងគេក៏បានដកយន់អ្វីមួយយ៉ាងចេញពីក្នុងខ្លួនរបស់គេហើយគេក៏បន្តទៀតថានេះគឺជាវិធីសាស្ត្រចុងក្រោយរបស់ខ្ញុំហើយបន្ទាប់ពីគេបាននិយាយចប់ធម្មពលរបស់គេហ្នឹងក៏បានប្រែក្លាយទៅជាផ្កាឈូកមួយហើយយើងក៏បានដឹងថាផ្កាឈូកហ្នឹងមិនមែនជាផ្កាឈូកកំហឹងព្រះពុទ្ធនេះទេគឺវាជាផ្កាឈូកនៅក្នុងរឿងរបស់ចាងសេលីននេះឯងបន្ទាប់ពីគេបាននិយាយចប់គេក៏បានយកផ្កាឈូកនោះលេបចូលក្អឺកតែម្ដងធ្វើឲ្យបេសាយនោះមានអារម្មណ៍ថាអាយ៉ាចំហាយធម្មពលលេបបានមួយសន្ទុះក្រោយមកហ្នឹងធម្មពលរបស់ប្រតិចារងរបស់យើងចាប់ផ្ដើមកើនឡើងតែម្ដងធ្វើឲ្យលំហូរធម្មពលពណ៌លឿងជាច្រើនបានស្រូបចូលនៅក្នុងខ្លួនរបស់ប្រតិចារងរបស់យើងសូម្បីអាបេសាយនោះក៏លន់មកថាពិតជាមានធម្មពលមែនអូយខ្ញុំពិតជាឃ្លានខ្លាំងណាស់ឲ្យលឿនឡើងខ្ញុំឃ្លានខ្លាំងណាស់រួចមកគេក៏បានប្រើធម្មពលរបស់គេហ្នឹងធ្វើការវិប្រហារទៅលើប្រតិចារងរបស់យើងមិនតាន់ទាំងទៅដល់ផងហ្នឹងក៏ត្រូវបានផ្លុកវេទមន្តនោះធ្វើការទប់ស្កាត់តែម្ដងរួចមកអាបេសាយនោះក៏បានស្រែកថាអាចង្រៃយោពិតជារញ៉េរញ៉ៃមែនទែនបន្ទាប់មកហ្នឹងវាក៏បានចាប់ក្បាលឃ្លោកនោះច្បាច់លើសូត្រតប៉ោះតែម្ដងខ្ទេចខ្ទីមកដោយខ្ទឹមបើកន្លែងទៅមើលប្រតិចាររបស់យើងវិញហ្នឹងក៏នៅតែព្យាយាមស្រូបធម្មពលចូលទៅក្នុងខ្លួនរបស់គេទៀតមួយសន្ទុះក្រោយមកហ្នឹងអាបេសាយនោះក៏មានឱកាសប៊ីសនឹងស្ទុះធ្វើការវិប្រហារទៅលើតាចាស់របស់យើងហើយប្រតិចារយ៉ៅរបស់យើងហ្នឹងក៏បានបាញ់ធម្មពលពណ៌លឿងចេញពីក្នុងមាត់របស់គេតែម្ដងធ្វើការវិប្រហារទៅលើអាបេសាយនោះធ្វើឲ្យអាបេសាយនោះមានការឈឺចាប់ជាខ្លាំងដោយការវិប្រហារនេះជាការវិប្រហារ ultimate របស់គាត់ហើយសម្បីតែមុខរបស់វាហ្នឹងក៏បានបែកខ្ទេចខ្ទីផងដែរបើមើលតាមទស្សនវិជ្ជាជាក់ស្ដែងទៅការវិប្រហាររបស់ប្រតិចារយ៉ៅរបស់យើងនេះគឺលេងមកទំហឹងមនុស្សចាស់តែម្ដងសម្បីតែដីក៏ប្រេះដែរដោយសារការប្រើ ultimate អស់ធម្មពលវិញ្ញាណចេញពីខ្លួនច្រើនពេករួចមកក៏បានដេកដួលស្ដោកនៅនឹងដីតែម្ដងសម្បីអាបេសាយនោះក៏វាខ្ទេចខ្ទីផងដែរតាចាស់របស់យើងហ្នឹងដេកដួលមិនតាន់បានប៉ុន្មានផងហ្នឹងក៏មានធម្មពលលហិតជាច្រើនបានចេញពីរាងកាយអាបេសាយនោះរួចមកក៏បានស្ទុះទៅរួមរិទ្ធជាមួយតាចាស់យើងតែម្ដងហើយយើងក៏បានដឹងថាបន្ទាប់ពីធម្មពលលហិតចូលទៅក្នុងរាងកាយរបស់ប្រតិចារយ៉ៅហើយក៏បង្កើតជាដុំបាល់មូលនឹងមើលទៅវាដូចជាដុំបាល់អ្វីមួយយ៉ាងអញ្ចឹងហើយសាច់រឿងរបស់យើងក៏កាត់មកចាងស៊ីទីរបស់យើងក៏បានមកដល់មុខសំណាក់យ៉ៅចុងហើយគេក៏បានបន្តទៀតថាអញ្ចឹងតើបានជាខ្ញុំរកមិនឃើញការប៉ັດទៅវាប្រើវិជាលាក់បំបាំងខ្លួននៅទីនេះសោះអូខ្ញុំមិននឹកស្មានសោះថាកន្លែងនេះវាមានក្បួនបែបនេះទេបន្ទាប់ពីគេបាននិយាយចប់រួចមកគេក៏បានចុះពីលើក្តាន់សនោះបន្តិចហើយគេក៏បន្តទៀតថាអ្នកការពារឥឡូវនេះជំរឿនល្អគឺតែប្រាប់ញាតិមិត្តនិងសាច់ឈាមរបស់ឯងឲ្យចាក់ចេញពីកន្លែងនេះទៅកន្លែងនេះវាលែងមានសុវត្ថិភាពនៅទីនេះទៀតហើយឆាប់ចេញភ្លាមទៅបន្ទាប់ពីគេបាននិយាយចប់អាសត្វក្រាននោះមើលទៅវាដូចជានឹកនឹងស៊ីលីងរបស់យើងខ្លាំងណាស់រួចមកក៏លិតដៃលិតជើងស៊ីលីងរបស់យើងមុននឹងចេញទៅគ្រាន់តែចេញទៅប្រាប់នឹងស៊ីលីងរបស់យើងដូចមានកំហឹងតាំងពីអង្ការណាអញ្ចឹងរួចមកក៏បញ្ចេញធម្មពលរន្ទះរបស់គេពាសពេញរាងកាយតែម្ដងហើយសាច់រឿងរបស់យើងក៏កាត់មកមួយសកហមជាមួយនឹងឆិនហងរបស់យើងវិញដែលគេបានរត់គេចពីការវិប្រហាររបស់សត្វខ្យារំរយៈនេះឯងបន្តមកនឹងឆិនហងរបស់យើងក៏បានសួរទៅអាសកហមថាអេតើឯងឃើញវាទៀតអត់ឥឡូវនេះពួកយើងគួរទៅណាទៅបន្តមកនឹងអាសកហមក៏បានតបទៅឆិនហងយើងថាបាត់មាត់អានរុខ្ញុំគិតថាវាប្រហែលជាទៅខាងក្រៅភ្នំនៃភ្នំនេះហើយឥឡូវពួកយើងកំពុងនៅតំបន់ហាមឃាត់ហើយនេះគឺជាលើកទី1ហើយដែលខ្ញុំមកដល់កន្លែងនេះតមកនឹងឆិនហងយើងក៏បន្តទៀតថាតំបន់ហាមឃាត់តើវាជាអ្វីទៅតើវាមានប្រកចេញអត់ហើយពួកយើងអាចទៅបានអត់អូយខ្ញុំមិនច្បាស់ទេពួកយើងអាចមកចូលទីនេះបានប្រហែលជាមានអ្វីតាក់ទាញនៅក្នុងនេះហើយមើលទៅឆិនហងក៏បន្តទៀតថាឯងចង់មានន័យថាម៉េចហ្នឹងរួចមកអាសកហមយើងក៏បានរាយរាប់ទៅឆិនហងរបស់យើងតែម្ដងកន្លែងនេះគឺជាដែនដីហាមឃាត់ហើយក៏ជាកន្លែងគ្រោះថ្នាក់ផងដែរជាទូទៅសិស្សធម្មតាដូចខ្ញុំមិនអាចចូលនៅកន្លែងនេះបានទេអ្នកដែលអាចចូលនៅកន្លែងនេះបានគឺជាសិស្សដែលមានអធិភាពបំផុតនៅក្នុងសំណាក់របស់យើងហើយគេក៏បានហៅថាកន្លែងនេះគឺជាលអាងលហិតផងដែរតើពីអាសកហមវានិយាយចប់រួចមកក៏វាមានកំណត់អាក្រក់តែម្ដងហើយវាក៏បានគិតថាល្អណាស់បើសិនជាគេមិនដឹងហើយចាំមើលយើងនឹងឲ្យឯងចូលនឹងលអាងលហិតតែម្ដងវាប្រៀបបានដូចជាគុកអញ្ចឹងបន្តមកនឹងឆានលរបស់យើងក៏បានស្រែកទៅអាសកហមថាណោមានលអាងមួយឥឡូវនេះយើងគ្រូតែរកកន្លែងហ្នឹងអត់ដើម្បីរត់គេចពីអខ្យារំរយៈហ្នឹងមកបើសិនជាអញ្ចឹងទេពួកយើងនឹងស្លាប់ជាមិនខានឥឡូវទៅយើងឆាប់ទៅកន្លែងហ្នឹងហ្មងទៅកន្លែងនោះមិនអាចទៅបានទេកន្លែងហ្នឹងគឺជាលអាងលហិតវាមានគ្រោះថ្នាក់ខ្លាំងណាស់ហើយខ្ញុំក៏មិនដឹងដែរថាកន្លែងនោះគឺជាកន្លែងអ្វីតែគេនិយាយចប់ហ្នឹងឆានលរបស់យើងពើតែម្ដងហើយចង់និយាយអីនិយាយទៅអញដើរចូលហើយបន្តមកហ្នឹងគ្រាន់តែគេដើរដល់មកលអាងហើយគេក៏បាននិយាយថាលឿនមកកន្លែងនេះមើលទៅលអាងទូទេសំបីតែមនុស្សក៏មិនអាចចូលបានដែរមើលទៅកន្លែងនេះគឺជាកន្លែងដែលផ្ដល់សញ្ញាអាសន្នហ្នឹងមើលទៅមកឆាប់ចូលមកកុំឲ្យខាត់ពេលទៀតហើយអាសកហមរបស់យើង
បន្ទាប់ពីឃើញចិនហងដល់យើងដើរចូលក្នុងឡាងមួយនោះអាមួយនោះវាគ្មានអ្វីវាចាតែម្ដងរួចមកក៏ធ្វើមុខឆ្ងល់បន្ទាប់មកហ្នឹងសាច់រឿងរបស់យើងក៏កាត់មកស្ដេចសម័យខ្មែររបស់យើងក៏បានដើរមកដល់ព្រៃមួយហើយគេក៏បន្តទៀតថានោះគឺចាងស៊ីលីងហ៎មើលទៅគេពិតជាខ្លាំងណាស់ខ្ញុំខ្លាចថាគ្មាននរណាម្នាក់អាចជាគូប្រជែងរបស់គេបានទេជាដំបូងខ្ញុំត្រូវទៅរកនាងសិនហើយសាច់រឿងរបស់យើងក៏បានដឹងថាអាស័យសម័យខ្មែររបស់យើងហ្នឹងគឺវាយគុំព្រៃដើម្បីរកនរណាម្នាក់ហើយគេក៏បន្តទៀតថានាងមកដល់កន្លែងនេះមើលទៅប្រហែលជាមកដល់ម្ដុំនេះហើយគេក៏បាននឹកឃើញថាអូមើលទៅប្រហែលជានៅខាងលើហើយតែមកស្ទុះក្រោយមកគ្រាន់តែគេងើយទៅខាងលើហ្នឹងក៏ឃើញកូនខ្ទមអ្វីមួយយ៉ាងទុំនៅខាងលើនោះឯងរួចមកគេក៏បានបន្តទៀតថារកឃើញហើយតានេះសោសិនប៊ីតនៅអត់ហ្នឹងបន្ទាប់ពីស្រ័យបានមួយសន្ទុះមកដូចជាគ្មាននរណាម្នាក់អើពើជាមួយនឹងគេទេរួចមកគេក៏បានគិតបន្តទៀតថាមើលទៅនាងប្រកបជាលេខនឹងលក់ទៀតហើយរួចមកគេក៏បង្កើតជាធម្មពលអ្វីមួយយ៉ាងដាក់ទៅលើបាតជើងរបស់គេរួចមកក៏ហោះទៅខាងលើដើម្បីស្វែងរកសោសិនប៊ីតរបស់យើងបើមើលតាមទស្សនវិជ្ជាជាក់ស្ដែងទៅសោសិនប៊ីតរបស់យើងក៏នៅចិត្តនោះដែរប៉ុន្តែនាងនៅចិត្តនោះគឺនាងបំបាំងកាយនេះឯងហើយស្ដេចសម័យរបស់យើងក៏បានរកនាងមើលទៅដូចជាគ្មាននរណាម្នាក់នៅទីនេះទេតើនាងទៅណាណោះបើក៏លេចទៅមើលសោសិនប៊ីតរបស់យើងវិញពិតជា steel មែនទែនគឺឈរនៅខាងក្រៅរបស់ស្ដេចសម័យខ្មែររបស់យើងនេះឯងបើមើលតាមការស្លៀកពាក់របស់នាង admin មិនចាំបាច់និយាយទេសូម្បីតែអ្នកទាំងអស់គ្នាក៏មើលទៅគួរឲ្យភ្ញាក់ផ្អើលផងដែររួចមកសោសិនប៊ីតរបស់យើងក៏បើកការពីប្រហារទៅលើស្ដេចសម័យរបស់យើងតែម្ដងឬសូទៅប៉ាំងធ្វើឲ្យស្ដេចសម័យខ្មែររបស់យើងនឹងខ្ទប់ទាំងដីតែម្ដងរួចមកគេក៏បានស្រែកទៅកាន់សោសិនប៊ីតធ្វើឲ្យស្ដេចសម័យរបស់យើងនឹងដេកដួលនឹងដីតែម្ដងបន្តមកហ្នឹងវាក៏បានខឹងទៅកាន់សោសិនប៊ីតស្រែកថាឈប់លេងល្បែងទាំងនេះទៀតទៅអាល្បែងនេះវាដូចជាចដែលពេកហើយរួចមកនាងក៏បានសើចហាឯងចាញ់បោកខ្ញុំទៀតហើយបន្តមកហ្នឹងនាងក៏បានបន្តទៀតថាឯងចេញមកតាំងកាលតើកញ្ជ្រោងកញ្ចាស់នោះដោះលែងឯងទៀតហើយតែមែនទេបន្តមកហ្នឹងស្ដេចសម័យរបស់យើងគ្មានពាក្យវិចារតែម្ដងហើយធ្វើឲ្យសោសិនប៊ីតរបស់យើងដឹងអ្វីគ្រប់យ៉ាងពីស្ដេចសម័យខ្មៅនោះរួចមកក៏បានបន្តទៀតថាខ្ញុំយល់ពីឯងហើយតមកហ្នឹងអាស្ដេចសម័យខ្មៅរបស់យើងក៏បាននិយាយទៅកាន់សោសិនប៊ីតថាសោសិនប៊ីតម្ចាស់របស់ខ្ញុំគាត់ចង់ឲ្យឯងជួយគាត់ខ្ញុំដឹងហើយឥឡូវនេះឯងមិនចាំបាច់និយាយច្រើនទេខ្ញុំដឹងថាតាកញ្ចាស់នោះប្រកាសជាឲ្យឯងមកទីនេះជាមិនខានមើលទៅវាដូចជាគ្មានអ្វីសោះតែម្ដងហ្នឹងបន្ទាប់មកអាស្ដេចសម័យខ្មៅនោះក៏បន្តទៀតថាឥឡូវនេះឯងមិនតន់ទៅទេព្រោះដោយសារគូប្រជែងរបស់តាចាស់នោះវាពិតជាខ្លាំងណាស់ក្នុងពេលនេះឯងនាងក៏បានអេបក្បាលបន្តិចរួចមកក៏បាននិយាយទៅស្ដេចសម័យនោះថាបើសិនជាឯងមិនឲ្យខ្ញុំទៅតាកញ្ចាស់នោះនឹងព្យាយាមធ្វើបាបឯងម្ដងទៀតហើយណាអត់អីទេខណៈពេលនេះឯងមិនចាំបាច់ទៅទេគូប្រជែងរបស់គេនោះវាពិតជាសាហាវខ្លាំងណាស់បើតាមចាក់ស្ដែងទៅសូម្បីតែគេក៏មិនអាចធ្វើបាបជាមួយនឹងគូប្រជែងរបស់គេបានដែរខណៈពេលនេះគេមានតែគេខ្វល់ខ្វាយជាមួយនឹងគេខ្លួនឯងតែប៉ុណ្ណោះបន្ទាប់មកហ្នឹងសោសិនប៊ីតរបស់យើងក៏បន្តទៀតថាអញ្ចឹងមានន័យថាកញ្ជ្រោងកញ្ចាស់ហ្នឹងទីបំផុតបានជួបនរណាម្នាក់ដែលអាចយកឈ្នះគេបានហើយបើអញ្ចឹងមែនខ្ញុំមិនចាំបាច់ចេញពីកន្លែងនេះទៀតទេប៉ុន្តែបើសិនជាគេបាត់បង់ជីវិតរបស់គេហើយជីវិតរបស់ឯងដែលនៅក្នុងចិញ្ចៀនរបស់គេនោះខ្ញុំខ្លាចថាតទៅពីគេបាននិយាយចប់អាស័យសម័យរបស់យើងនោះក៏បានចាប់ដើមមានទឹកមុតសែតែម្ដងមិនអីទេខ្លួនប៉ានរបស់ខ្ញុំគឺវាមិនអាចរស់បានយូរទៀតទេបើចិនជាវាស្លាប់ក៏ស្លាប់ទៅបន្តមកនោះធ្វើឲ្យសោសិនប៊ីតរបស់យើងមានការចិត្តខ្ញាល់ជាខ្លាំងក៏បានចាក់កវួយកអាវរបស់អាស្ដេចសម័យខ្មៅស្រែកទៅវាថាឈប់និយាយពាក្យអពមង្គលបែបនេះទៅខ្ញុំមិនអាចឲ្យឯងស្លាប់បានទេហើយខ្ញុំក៏មិនឈរនៅស្ងៀមផងដែរណានិយាយពាក្យបែបនេះជីវិតមិត្តភក្តិរបស់ខ្ញុំមិនអាចលេងសើចបានទេបន្ទាប់ពីគេបាននិយាយចប់ទឹកមុខរបស់ស្ដេចសម័យខ្មៅរបស់យើងនឹងមើលទៅវាពិតជាមានមនោសញ្ចេតនាខ្លាំងណាស់សោសិនប៊ីតខ្ញុំបន្ទាប់ពីគេបាននិយាយហើយរួចមកនាងក៏បានដើរទៅមុខបន្តិចហើយបានស្លាយពីចង្ងាយមកថាឥឡូវនេះឆាប់ទៅប្រាប់ម្ចាស់របស់ឯងព្រមទៅខ្ញុំនឹងទៅឥឡូវនេះធ្វើឲ្យស្ដេចសម័យខ្មៅរបស់យើងនឹងមានការរំជួលចិត្តជាខ្លាំងតែម្ដងមួយសន្ទុះក្រោយមកនឹងក៏មានបន្ទុះនៅពីក្រោយភ្នំតែម្ដងឬសូត្រទាំងធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ស្ដេចសម័យខ្មៅនិងសោសិនប៊ីតនេះឯងបន្ទាប់មកនឹងសោសិនប៊ីតរបស់យើងក៏បានបន្តទៀតថាកន្លែងនោះគឺជាលអង្លហិតតាមានរឿងអ្វីកាត់ឡើងនៅកន្លែងនោះទៅតពីសោសិនប៊ីតនិយាយចប់សាច់រឿងរបស់យើងក៏កាត់មកចាងស៊ីលីងរបស់យើងបើមើលតាមទស្សនវិជ្ជានោះគេពិតជាកំណាចមែនទែនដើរពីមួយកម្មទៅមួយកម្មក៏មានធម្មពលជាច្រើនសាយភាយជុំវិញរូបរាងកាយរបស់គេផងដែរដើរបន្តបានពីម៉ានផងក៏មានធម្មពលអ្វីមួយយ៉ាងបំរុងមកធ្វើការវិប្រហារទៅលើរូបរាងកាយរបស់ចាងស៊ីលីងរបស់យើងនេះហើយបន្តមកនឹងចាងស៊ីលីងរបស់យើងក៏បានគិតថាវិញ្ញាណទាំងអស់នេះក៏ទៅដេកលង់លក់នៅក្នុងទន្លេលឿងហើយតើពួកវិញ្ញាណទាំងអស់នេះធ្វើអ្វីនៅលើភពផែនដីនេះបន្តមកវិញ្ញាណទាំងអស់នោះក៏ធ្វើការវិប្រហារទៅលើចាងស៊ីលីងរបស់យើងប៉ុន្តែមិនធ្វើនោះទេរូបរាងកាយស្ដេចអមតៈទាំងមូលហេតុអ្វីបានជាវិញ្ញាណកាកអាចធ្វើឲ្យគេមានការរងរបួសបានទៅតមកស៊ីលីងរបស់យើងក៏បន្តគិតថាវត្ថុទាំងអស់នេះមិនអាចធ្វើឲ្យខ្ញុំមានរបួសបានទេហើយខ្ញុំក៏មិនចាំបាច់ប្រើប្រាស់អណ្ដាតភ្លើងដតេវភាពរបស់ខ្ញុំដើម្បីដុតកម្លោចពួកវាបានដែរពួកវាត្រឹមតែជាមនុស្សធម្មតាតែប៉ុណ្ណោះហើយវាមិនអីទេបន្ទាប់ពីគេបាននិយាយចប់គេក៏បានដើរមកដល់ខ្លងទ្វារមួយហើយយើងក៏បានដឹងថាខ្លងទ្វារនោះមានឃ្លោកមួយរំពាត់ដោយសាច់ពស់អ្វីមួយយ៉ាងរួចមកស៊ីលីងក៏បានគិតថានេះគឺជាបាក់ថ្នាំមើលទៅវាពិតជាពោពេញទៅដោយធម្មពលចម្រាញ់មនុស្សទៅជាបិសាចខ្លាំងណាស់ហើយក៏ពោពេញទៅដោយពឹសផងដែរអញ្ចឹងតើបានជាអាយ៉ង
ងធាតុទាំង5របស់វាគឺជាអាយ៉ងคล้ายៗហើយថែមទាំងយកវិញ្ញាណដែលមានកំហឹងចេញពីទន្លេលឿងឡើងមកលើផែនដីនេះផងដែរកន្លែងនេះវាពិតជាអាក្រក់ខ្លាំងណាស់ធ្វើមិនដេចអាចមនុស្សរស់នៅទីនេះបានទៅប្រហែលជាកន្លែងនេះគឺជាកន្លែងអាបធ្មប់ហើយមើលទៅបន្ទាប់ពីគេបាននិយាយចប់គេក៏ដើរទៅមុខកន្ទេចរួចមកក៏យកដៃរបស់គេប៉ាត់ទៅលើដបឃ្លោកនោះបំរុងនឹងបើកទ្វារចូលទៅខាងក្នុងហើយរួចមកអាឃ្លោកនោះដែលរួមជាមួយនឹងសត្វពស់អ្វីមួយយ៉ាងនោះក៏បំលែងខ្លួនទៅជាសត្វពស់ពិតប្រាកដរួចមកក៏ស្ទុះមកធ្វើការវាយប្រហារទៅចាំងស៊ីលីនរបស់យើងប៉ុន្តែចាំងស៊ីលីនរបស់យើងមិនធ្វើនោះទេបើឯងចង់មកវាយហើយក៏វាយមកចោះបំរុងនឹងធ្វើការវាយប្រហារទៅលើចាំងស៊ីលីនរបស់យើងហើយហ្នឹងស្រាប់តែថាមកពោចាំងស៊ីលីនរបស់យើងក៏លេចឡើងនៅខាងក្រៅខ្លួនរបស់គេតែម្ដងបង្កើតជាសត្វពស់យ៉ាអ្វីមួយយ៉ាងធ្វើឲ្យកូនពស់នោះវាភ័យយើងខ្លាំងបើមើលតាមទស្សនវិជ្ជាជាក់ស្ដែងទៅទឹកមុខរបស់អាកូនពស់នោះមើលទៅវាដូចជាភ័យចឹងប៉ុន្តែវាធ្វើស្លើៗដូចអត់ដឹងរឿងអីទាំងអស់រួចមកក៏ប្រែខ្លាចទៅជាដបថ្មវិញតែម្ដងហើយស៊ីលីនរបស់យើងក៏បន្តទៀតថាអាកូនពស់ឯងហ៊ានផងហ៎ឯងចង់សាកជាមួយលោកម្ចាស់ឯងតែមែនទេឯងសាកធ្វើមើលយើងនឹងបញ្ជូនឯងទៅពិភពរបស់យើងជាក់ជាមិនខានតពីគេបាននិយាយហើយហ្នឹងគេក៏បានបើកទ្វារខ្វាក់តែម្ដងបើមើលតាមទស្សនវិជ្ជាជាក់ស្ដែងទៅសំណាក់នៃបកយោចង់របស់យើងនេះគ្មានមនុស្សម្នាក់សំបីតែមួយគ្រាប់រួចមកស៊ីរីរបស់យើងក៏បានតគិតថាខ្ញុំមានអារម្មណ៍ថាដង្ហើមបិសាចវានៅម្ដុំនេះតើវាចេញមកពីរីបលាំងនេះមែនទេប៉ុន្តែមើលទៅវាដូចជាធម្មតាពេកហើយគ្មានបង្ហាញនិមិត្តសញ្ញាអ្វីទាំងអស់រួចមកស៊ីរីក៏បន្តគិតថាប្រហែលជារីបលាំងធម្មតានេះប្រកាសជាមានកលឹះយន្តនៅខាងក្រោមនេះហើយបើសន្ទុះក្រោយមកហ្នឹងស៊ីរីរបស់យើងក៏បានដើរទៅកាន់រីបលាំងនោះរួចមកក៏បានយកជើងរបស់គេជន់ហើយគេក៏មិនក៏គិតថាវាមិនមែនជាបកដំបងទេដែលបង្កើតបន្ទប់សម្ងាត់មើលទៅបកយោចង់ប្រកាសជាមានបន្ទប់សម្ងាត់ជាក់ជាមិនខានតែពួកគេធ្វើវាអត់ណោះព្រោះតែគេគិតមកសន្ទុះក្រោយមកហ្នឹងរីបលាំងរបស់គេហ្នឹងក៏បានបើកទ្វារតែម្ដងបង្កើតឲ្យមានច្រកចូលទៅកាន់ក្រោមដីធ្វើឲ្យស៊ីរីរបស់យើងវិលក្បងតែម្ដងដូចខ្ញុំគិតមែនណោះពួកគេពិតជាបង្កើតច្រកក្រោមដីមែនមួយសន្ទុះក្រោយមកហ្នឹងស៊ីរីរបស់យើងក៏បានដើរចូលទៅក្នុងច្រកក្រោមដីហ្នឹងបន្តមកហ្នឹងបើមើលតាមទស្សនវិជ្ជាជាក់ស្ដែងវាពិតជាងងឹតមែនតែនស៊ីលីនរបស់យើងគ្រាន់តែផ្ទាត់ដៃតែមកប៉េះតែប៉ុណ្ណោះធ្វើឲ្យចេញអណ្ដាតភ្លើងតទេវភាពមួយលេចនៅក្នុងរង្វង់ដៃរបស់គេហើយគេក៏បន្តទៀតថាបើត្រឡប់ក្រោយទៅពិភពអមតៈវិញនៅកន្លែងនោះវាគ្មានអគ្គិសនីនោះទេវាពោពេញទៅដោយភាពងងឹតនិងភាពទទេស្អាតបន្ទាប់មកខ្ញុំបានវឹកហាត់និងបង្កើតសមត្ថភាពខ្ញុំមកដោយសពថ្ងៃនេះឯងតាក់ទងជាមួយនឹងភ្លើងអណ្ដាតភ្លើងពណ៌ខ្មៅរបស់ខ្ញុំដែលនៅពិភពខាងក្រោមនោះខ្ញុំមិននឹកស្មានសោះថានៅពេលដែលខ្ញុំត្រឡប់មកភពផែនដីវិញវាអាចប្រើប្រាស់បាននោះទេមួយសន្ទុះក្រោយមកនោះស៊ីលីនរបស់យើងក៏បានកន្លែងមើលទៅខាងលើរួចមកក៏បានលន់មកថាអូខ្ញុំបានកត់ត្រានៅក្នុងសិភៅរបស់ខ្ញុំនៅក្នុងពិភពបិសាចរបស់ទាំងនេះមើលទៅដូចខ្ញុំធ្លាប់ស្គាល់ពីមុនណាវត្ថុទាំងនេះវាពិតជាអស្ចារ្យខ្លាំងណាស់នៅក្នុងពិភពលោកមួយនេះមើលទៅតកតងជាមួយវត្ថុនេះគឺវាអាចផ្ទុកជាមួយនឹងធម៌ពលជាមួយនឹងធម៌ពលវិញ្ញាណកំហឹងគឺវាស្ថិតនៅក្នុងនេះទាំងអស់មើលទៅពិភពលោកនេះវាពិតជាធ្វើឲ្យខ្ញុំសប្បាយខ្លាំងណាស់គ្រាន់តែស៊ីលីនរបស់យើងបាននិយាយចប់ហើយយើងក៏បានដឹងថាមានគ្រោះធម្មជាតិរញ្ជួយដីនៅក្នុងរង្វង់នោះផងដែរមួយសន្ទុះក្រោយមកហ្នឹងស៊ីលីនរបស់យើងក៏បានប្រើវិជាអ្វីមួយយ៉ាងបង្កើតទៅជាក្បួនរួចមកស៊ីលីនក៏បានគិតថាមើលទៅប្រកាសជាមានការរញ្ជួយដីនៅទីនេះផងដែរតើនរណាម្នាក់ដែលធ្វើឲ្យមានការរញ្ជួយដីបែបនេះហើយយើងក៏បានដឹងថារួចមកធម៌ពលរបស់ស៊ីលីនជាច្រើនក៏បានចូលរួមពលខ្លួនប្រាណរបស់គេដើម្បីការពារខ្លួនប្រាណរបស់គេហើយស៊ីលីនក៏បន្តទៀតថាតើគ្រោះថ្នាក់នឹងខិតជិតមកដល់ហើយតើមែនទេបន្ទាប់ពីប្រើឱសថជាមួយនឹងគ្រឿងផ្សំជាច្រើនដើម្បីធ្វើឲ្យធម៌ពលរបស់ខ្ញុំកើនឡើងមកវិញឥឡូវនេះអណ្ដាតភ្លើងពណ៌ខ្មៅរបស់ខ្ញុំត្រឹមតែបើកបានពាក់កណ្ដាលតែប៉ុណ្ណោះបន្ទាប់មកធម៌ពលស៊ីលីនរបស់យើងក៏បង្កើតទៅជាដុំពណ៌ខ្មៅអ្វីមួយយ៉ាងរួចមកក៏បានស្ទុះទៅខាងមុខរឿនដូចជារន្ទះបាញ់អញ្ចឹងឯងដើម្បីរត់គេចពីការគ្រោះថ្នាក់នេះហើយសាច់រឿងរបស់យើងក៏កាត់មកលអាងរហ័តតែមើលតាមទស្សនវិជ្ជាចាក់ស្ដែងទៅឈិនហងជាមួយនឹងអ្នកនាងសួររបស់យើងគឺស្រែកឲ្យគេជួយជាខ្លាំងតែម្ដងបើសម្លឹងទៅមើលមុខអាមួយក្បាលក្រហមនោះវិញវាពិតជាខឹងអ្នកទាំងពីរនេះខ្លាំងណាស់ដោយសារអ្នកទាំងពីរនេះនាំវាចូលមកក្នុងកន្លែងគ្រោះថ្នាក់បែបនេះរួចមកឈិនហងរបស់យើងក៏បានស្រែកថាហាក់ទាំងអស់នេះគឺជាអ្វីទៅបន្តមកនោះអាក្បាលក្រហមក៏បន្តទៀតថាខ្ញុំបានប្រាប់ឯងប្រមាណដងហើយថាកុំឲ្យចូលមកក្នុងប៉ុន្តែឯងមិនស្ដាប់ខ្ញុំទេឯងឃើញទេឥឡូវនេះបន្ទុះនៃការរំជួយដីវាចាប់ផ្ដើមបិទចិត្តនៅច្រកចេញហើយបន្តមកហ្នឹងអ្នកនាងសួររបស់យើងអត់ខ្វល់ច្រើនទេនៅតែស្រែកអើយខ្ញុំឃ្លានខ្លាំងណាស់ខ្ញុំចង់ទៅផ្ទះកន្លែងនេះវាពិតជាគួរឲ្យភ័យខ្លាចខ្លាំងណាស់បន្តមកហ្នឹងចិនហងរបស់យើងក៏ស្រែកទៅមួយក្បាលក្រហមថាអីអាចង្រៃយកហេតុអីបានជាឯងបន្ទោខ្ញុំបែបនេះបើសិនជាឯងមិនចាប់ពួកយើងមកកន្លែងនេះទេម្ល៉េះពួកយើងមិនកើតរឿងបែបនេះទេបន្តមកហ្នឹងអាសក់ក្រហមទៅបន្តទៀតថាបិទមាត់ទៅកន្លែងនេះត្រូវបានបិទចិត្តហើយលហាងលហាត់ក៏វាអាចបំបែកចេញបានផងដែរឥឡូវនេះខ្ញុំមិនមានពេលគិតអំពីឯងទៀតទេមើលទៅបកយោចង់ប្រកាសជាត្រូវបានវាបំផ្លាញជាជាមិនខានបន្តមកហ្នឹងអាសក់ក្រហមរបស់យើងហ្នឹងក៏ចាប់ផ្ដើមចូលតួតែម្ដងរួចមកក៏យកដៃទេទាំងពីរសំពះឡើងទៅ
ខាងលើបនព្រះតែម្ដងហើយគេក៏បន្តទៀតថាឥឡូវនេះខ្ញុំមិនចង់ស្លាប់ទេហើយខ្ញុំក៏មិនទាន់បានសិក្សាតាក់ទងជាមួយនឹងថ្នាំផងដែរហើយខ្ញុំមិនទាន់បានណាត់ជាមួយមនុស្សស្រីណាទេតើអាចឲ្យមិត្តស្រីរបស់ខ្ញុំមួយបានដែរទេខ្ញុំពិតជាចង់ឲ្យការស្នាមថើរបស់ខ្ញុំដំបងទៅមិត្តស្រីរបស់ខ្ញុំខ្លាំងណាស់ខ្ញុំមិនចង់ស្លាប់ទេចិនហួងក៏បន្តថាអាល្ងងគិតផ្លូវរត់គេចព្រមទៅខ្ញុំមិនអាចធ្វើវាបាននៅទីនេះទេមួយសន្ទុះក្រោយមកហ្នឹងអាសក់ក្រហមយើងបកកន្លែងទៅកាន់អ្នកនាងស៊ូរបស់យើងដែលកំពុងយំតែម្ដងអ្នកនាងអាចឲ្យខ្ញុំថើបអ្នកនាងបានអត់ខ្ញុំមិនចង់ស្ដាយក្រោយនៅពេលដែលខ្ញុំស្លាប់ចឹងទេព្រោះនៅគេនិយាយចប់ហ្នឹងមាត់របស់គេក៏បានជីបអុយទៅកាន់ថ្ពាល់របស់អ្នកនាងស៊ូរបស់យើងបន្តមកហ្នឹងអ្នកនាងស៊ូរបស់យើងភ្ញាក់ព្រឹត្តតែម្ដងវ៉ាគ្រាន់តែអ្នកនាងស៊ូរបស់យើងស្រែកវ៉ាហ្នឹងអាសក់ក្រហមរបស់យើងត្រូវមកកំភ្លៀងហើយថែមទាំងស៊ីមួយជើងរបស់ឈិនហងរបស់យើងទៀតអីយ៉ូឈឺខ្លាំងណាស់បន្តមកហ្នឹងអ្នកនាងស៊ូរបស់យើងក៏ស្រែកទៅអាក្បាលក្រហមនោះថាទោះខ្ញុំស្លាប់ក៏ខ្ញុំមិនឲ្យថើបខ្ញុំដែរកុំសង្ឃឹមឲ្យសោះមួយសន្ទុះក្រោយមកហ្នឹងធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដោយមកឈិនហងក៏បានភ្ញាក់តែម្ដងអ្នកនាងស៊ូយើងក៏បានសួរថាមានរឿងអ្វីហ្នឹងអានោះគឺជាអ្វីទៅបើមើលតាមទស្សនវិជ្ជាជាក់ស្ដែងទៅគឺយើងបានឲ្យឃើញថានោះគឺជាដុំធម្មពលលហិតឯតើបន្តមកហ្នឹងឈិនហងរបស់យើងក៏បានទៅច្អល់ទៅបន្តិចរួចមកហ្នឹងអាដុំធម្មពលលហិតហ្នឹងក៏បានទុះធ្វើការវាប្រហារមកលើឈិនហងរបស់យើងរួចមកអ្នកនាងស៊ូរបស់យើងក៏សួរថាតើនោះវាកម្រើកហើយតើមែនទេគ្រាន់តែអ្នកនាងស៊ូរបស់យើងនិយាយចប់ហ្នឹងការវាប្រហាររបស់ដុំលោហិតនោះស្ទុះមកខិតចិត្តបាត់ទៅហើយធ្វើឲ្យអ្នកនាងស៊ូជាមួយនឹងគ្នារបស់យើងហ្នឹងភ័យតែម្ដងមួយសន្ទុះក្រោយមកហ្នឹងបំរុងនឹងចាប់អ្នកនាងស៊ូហើយហ្នឹងចាប់តែឈិនហងរបស់យើងហ្នឹងបានចាប់នឹងធម្មពលលោហិតនោះរួចមកក៏ចាប់ទាញមួយទំហឹងក្រោយមកហ្នឹងធ្វើឲ្យកៅរបស់អ្នកនាងស៊ូរបស់យើងហ្នឹងដាច់ខ្ទេចខ្ទីតែម្ដងបើមើលតាមទស្សនវិជ្ជាជាក់ស្ដែងទៅអូយមើលទៅពិតជាពិបាកផ្នែកខ្លាំងណាស់សំបីតែ admin ក៏អង្គុយមិនជាប់ពីកៅអីផងដែរគ្រាន់តែដាច់កៅរបស់អ្នកនាងស៊ូរបស់យើងហ្នឹងអ្នកនាងស៊ូរបស់យើងមិនបងអង្គយូរក៏វាយមួយដៃតែម្ដងតែវាយនេះមិនមែនវាយតែដុំធម្មពលនោះទេគឺទៅវាយទៅកាន់ឈិនហងរបស់យើងទៅឲ្យឈិនហងរបស់យើងខ្ទាតមួយរំពេចតែម្ដងអុយយ៉ូឈឺខ្លាំងណាស់ធ្វើឲ្យអាក្បាលក្រហមរបស់យើងហ្នឹងវាឈាមច្រមុះហើយព្រោះដោយសាររូបរាងកាយរបស់អ្នកនាងស៊ូរបស់យើងហ្នឹងវាពិតជាអែមខ្លាំងណាស់ហើយវាក៏លន់មកថាទេសភាពនៅកន្លែងនេះវាពិតជាអស្ចារ្យខ្លាំងណាស់ខ្ញុំមិនដែលឃើញពីមុនមកទេនៅក្នុងឆាកជីវិតរបស់ខ្ញុំអ្នកនាងស៊ូយើងក៏បន្តទៀតថាតាពូឡូមិនគិតថារកផ្លូវចេញពីទីនេះទេបន្តមកណាអាក្បាលក្រហមក៏បន្តទៀតថាខ្ញុំពិតជាស្ដាយក្រោយណាស់ដែលនាំពួកឯងមកកន្លែងនេះហើយឈិនហងយើងក៏បានស្រែកទៅកាន់អាក្បាលក្រហមនោះថាឯងនិយាយអីគេហ្នឹងដោយសារតែឯងទៅពួកយើងធ្លាក់ខ្លួនមកដល់កន្លែងនេះគឺជាកំហុសរបស់ឯងតែម្ដងបន្តមកណាអាក្បាលក្រហមក៏បន្តទៀតថាបិទមាត់ទៅអាចចង្រៃគិតរកផ្លូវចេញភ្លាមឥឡូវនេះវាពិតជារញ៉េរញ៉ៃខ្លាំងណាស់ហើយយើងក៏បានដឹងថាបន្ទាប់ពីគេបាននិយាយចប់ធម្មពលលហិតជាច្រើនក៏បានធ្វើការវាយប្រហាររបស់ពួកគេតែម្ដងធ្វើឲ្យពួកគេអោបជាប់គ្នាដូចជាបងប្អូននេះឯងហើយក៏បានស្រែកថាជួយផងគ្រាន់តែគេស្រែកជួយផងហ្នឹងបើមើលតាមទស្សនវិជ្ជាជាក់ស្ដែងទៅមានដៃជាច្រើនបានរំពាត់ខ្លួនប្រាណរបស់អ្នកនាងស៊ូរបស់យើងធ្វើឲ្យអ្នកនាងស៊ូរបស់យើងនេះយំយាយជាខ្លាំងរួចមកក៏បានស្រែកបន្តទៀតថាទេកុំរញ៉េរញ៉ៃកុំធ្វើបែបនេះដាក់ខ្ញុំអីហើយយើងក៏បានដឹងថាមួយសន្ទុះក្រោយមកក៏មានធម្មពលពណ៌ស្វាយបានធ្វើការវាយប្រហារទៅលើធម្មពលលហិតនោះដូចសូវទៅប៉ាំងតែម្ដងហើយយើងក៏បានឃើញថាការប៉ັດទៅគឺជាវីរៈនារីដ៏ស្រស់ស្អាតបានបង្ហាញខ្លួនលេចឡើងចំពោះមុខឃ្រីមរបស់អ្នកនាងស៊ូនេះឯងបន្តមកអាក្បាលក្រហមក៏បានស្រែកចេះលខោថាការប៉ັດទៅគឺសោសិនប៊ីតានេះអរគុណបងខ្លាំងណាស់បងស្រីធំដែលបានជួយជីវិតខ្ញុំហើយបន្តមកនោះអាមួយនោះក៏ចាប់ផ្ដើមចូលអោបជើងតែម្ដងធ្វើឲ្យអ្នកសោសិនប៊ីរបស់យើងនឹងខឹងខ្លាំងរួចមកក៏បានស្រែកទៅអាក្បាលក្រហមថាអាចង្រៃយកលេងយើងភ្លាមទៅឆាប់លេងខ្ញុំភ្លាមមួយសន្ទុះក្រោយមកនោះធ្វើឲ្យឆានលរបស់យើងមានការតាក់ទាញនិងចាប់អារម្មណ៍ជាមួយនឹងសោសិនប៊ីរបស់យើងខ្លាំងមែនទែនមើលតាមទស្សនវិជ្ជាជាក់ស្ដែងទៅអ្នកនាងស៊ូរបស់យើងគ្រាន់តែកលែកឃើញកញ្ចក់ដៃរបស់សោសិនប៊ីរបស់យើងក៏បានឆ្ងល់ថាខ្ញុំពិតជាឆ្ងល់ខ្លាំងណាស់តែនេះគឺជាកញ្ចក់ពិតឬក៏គេខ្លាំងខ្លាយនោះមើលទៅវាតចែលហើយមួយសន្ទុះក្រោយមកហ្នឹងបន្ទាប់ពីបានកាត់ហើយហ្នឹងធម្មពលរបស់លោហិតជាច្រើនក៏បានសាយភាយមកកាន់ពួកគេធ្វើឲ្យសោសិនប៊ីរបស់យើងមានការភ័យជាខ្លាំងរួចមកក៏បានឈរនៅមុខពួកគេបង្កើតជាបារៀមួយដើម្បីទប់ស្កាត់នឹងធម្មពលលោហិតនេះឯងបន្ទាប់ជាធ្វើបារៀដើម្បីការពារអ្នកទាំងអស់គ្នាហើយហ្នឹងបើមើលតាមទស្សនវិជ្ជាជាក់ស្ដែងទៅអ្នកនាងស៊ូរបស់យើងហ្នឹងឈរនៅខាងមុខរបស់អាក្បាលក្រហមធ្វើឲ្យក្បាលក្រហមរបស់យើងហ្នឹងវាឈាមច្រមុះជាខ្លាំងព្រោះវាមិនដែលឃើញថាអ្នកនាងស៊ូរបស់យើងពិតជាសេកស៊ីមែនតែនហើយឈិនហងរបស់យើងហ្នឹងក៏បានស្រែកថាអ្នកទាំងអស់គ្នាមើលខាងលើហើយយើងក៏បានឃើញថាស្ដេចសម័យខ្មៅកំពុងតែប្រើធម្មពលរបស់គេធ្វើជាបារៀដើម្បីជួយផងដែររួចមកក៏បានស្រូបធម្មពលលហិតជាច្រើនចូលទៅក្នុងរង្វង់អ្វីមួយយ៉ាងបន្តមកហ្នឹងធម្មពលលហិតនោះក៏ព្យាយាមបង្កើតធម្មពលរបស់គេបាញ់មកខាងធីមរបស់ឈិនហងរបស់យើងទៀតហើយធ្វើឲ្យស្ដេចសម័យខ្មៅរបស់យើងនិយាយថាលឿនឡើងខ្ញុំមិនអាចទប់ទល់បានទៀតទេឆាប់យកពួកគេចេញភ្លាមទៅមួយសន្ទុះក្រោយមកហ្នឹងអ្នកនាងស៊ូរបស់យើងក៏បាននិយាយថាអូយមើលទៅយើងចាប់ហើយមើលទៅខ្ញុំប្រហែលជាស្លាប់នៅកន្លែងហ្នឹងហើយអាក្បាលក្រហមរបស់យើងគ្រាន់តែលឺបែបនេះចាប់ផ្ដើមធ្វើជាតួប្រុសស្អាតតែម្ដងរួច
ចមកក៏វាបានបន្តទៀតថាអត់អីទេទុកឲ្យខ្ញុំការពីអ្នកនាងខ្ញុំសុខចិត្តស្លាប់ខ្ញុំនឹងធ្វើជារនាំងការពីអ្នកនាងមុនគេតែម្ដងបន្តមកហ្នឹងអ្នកនាងសួររបស់យើងក៏បានឆ្លើយពង្រើយទៅកាន់អាក្បាលក្រហមនោះថាបំភ្លេចវាទៅខ្ញុំមិនចង់ចាប់ពាក់គុណអ្នកណាទេហើយខ្ញុំក៏មិនចង់ស្លាប់នៅកន្លែងហ្នឹងដែរបន្ទាប់ពីគេបាននិយាយចប់ធម្មពលរហិតក៏ចាប់ផ្ដើមធ្វើការវាយប្រហារទៅកាន់បារារបស់សោសិនវិតរបស់យើងហើយធ្វើឲ្យបារានោះខ្ទេចខ្ទីតែម្ដងបើមើលទៅសោសិនវិតរបស់យើងរងការឈឺចាប់ជាខ្លាំងព្រោះការវាយប្រហារហ្នឹងមកកាន់សោសិនវិតរបស់យើងមុនគេបើយើងមើលទៅតាមទស្សនវិជ្ជាជាក់ស្ដែងទៅការទប់ស្កាត់នៅការលំហូរនៃការវាយប្រហាររបស់ធម្មពលរហិតនោះគឺសោសិនវិតរបស់យើងយកខ្លួនទៅពាំងតែម្ដងដែលខាងក្រោយខ្លួនរបស់គេហ្នឹងគឺជាអាវក្រោះប៉ង់កូឡាយនេះឯងមួយសន្ទុះក្រោយមកហ្នឹងអាវក្រោះរបស់គេទប់បន្តបានប្រមាណផងហ្នឹងក៏បានស្រែកទៅកាន់អាមួយស្ដេចសម័យខ្មៅនៅខាងលើថាលឿនឡើងឆាប់យកពួកគេចេញទៅហើយយើងក៏បានឃើញថាស្ដេចសម័យខ្មៅរបស់យើងហ្នឹងក៏បានដកអាវខ្មៅរបស់គេរុំទៅកាន់អ្នកនាងសួររបស់យើងចាប់ក្រៀកពួកគេរត់ចេញតែម្ដងតមកអ្នកសោសិនវិតរបស់យើងក៏បាននិយាយទៅកាន់ឈើណនថាឯងឆាប់មកនេះមកពុនមួយខាងមុខយើងភ្លាមមកបន្តមកហ្នឹងឈើណនរបស់យើងបានដៃតែម្ដងតាប់តែគេចូលទៅអោបចង្កេះរបស់សោសិនវិតរបស់យើងហើយគេក៏បន្តទៀតថាអ្នកនាងខ្ញុំจะពាក់អ្នកនាងមួយហើយវិទ្យានារីអើយតពីឈិនហងបាននិយាយចប់សោសិនវិតរបស់យើងបានដកដង្ហើមបន្តិចរួចមកក៏ប្រើវិជាវេទមន្តរបស់គេធ្វើឲ្យខ្លួនប៉ារបស់គេមានស្លាប់ខ្មៅទាំងគូតែម្ដងហើយក៏បានរត់គេចពីការវាយប្រហាររបស់អង្គលហិតនោះផងដែរបន្តមកហ្នឹងរត់បន្តបានប្រមាណផងឈិនហងរបស់យើងក៏បាននិយាយថាទីបំផុតខ្ញុំមានអាណាម្នាក់ដែលអាចជួយខ្ញុំចេញពីទីនេះបានហើយនៅថ្ងៃនេះខ្ញុំមិនចង់ស្លាប់នៅកន្លែងនេះទេគ្រាន់តែគេពោពាក្យចប់រួចមកគេក៏បាននិយាយថាអ្នកនាងមិនអីទេអ្នកនាងមើលទៅដូចជាមិនស្រួលសោះអ្នកនាងតើមានរឿងអ្វីចំពោះអ្នកនាងទៅបើមើលតាមទស្សនវិជ្ជាជាក់ស្ដែងទៅសោសិនវិតរបស់យើងពិតជាហត់ខ្លាំងណាស់ដោយសារគេប្រើធម្មពលវិញ្ញាណជាច្រើនដើម្បីទប់ស្កាត់នឹងការវាយប្រហាររបស់លាអង្គនោះហិតនេះឯងហើយធ្វើឲ្យស្ដេចសម័យខ្មៅរបស់យើងគិតថាសោសិនវិតរបស់យើងបានព្យាយាមប្រើកម្លាំងនិងសមត្ថភាពរបស់គេទប់ទល់នឹងការវាយប្រហាររបស់លាអង្គនោះហិតនេះហើយមើលទៅធម្មពលរបស់គេខ្ញុំខ្លាចថាมันអាចនៅបានយូរទៀតទេមួយសន្ទុះក្រោយមកហ្នឹងអាស្ដេចសម័យខ្មៅក៏បានឈប់រួចមកក៏បានដាក់អ្នកទាំងពីរនោះចេញទៅខាងក្រៅហើយក៏បានស្ទុះទៅត្រឡប់ទៅខាងក្រៅវិញដើម្បីជួយសោសិនវិតរួចមកក៏បាននិយាយទៅអ្នកខាងក្រៅនោះថាពួកឯងឆាប់ចេញឲ្យឆ្ងាយពីកន្លែងនេះព្រាមទៅបើមិនអញ្ចឹងទេពួកឯងប្រកាសជាស្លាប់ជាជីមិនខានមួយសន្ទុះក្រោយមកក៏ប្រាប់សោសិនវិតថាលឿនឡើងត្រង់ឲ្យបានសោសិនវិតហើយការវាយប្រហាររបស់លាអង្គលហិតនោះក៏ចាប់ផ្ដើមខិតចិត្តមកដល់ចិត្តសោសិនវិតរបស់យើងហើយធ្វើឲ្យសោសិនវិតរបស់យើងនោះទប់ស្កាត់ជាមួយនឹងការវាយប្រហារលែងបានក៏បោះសំណររបស់យើងចេញទៅខាងក្រៅតែម្ដងរួចមកក៏ប្រាប់ទៅស្ដេចសម័យខ្មៅនោះថានេះចាប់វាព្រាមទៅបន្ទាប់ពីស្ដេចសម័យខ្មៅ3តកងចិនហងរបស់យើងហើយហ្នឹងសោសិនវិតរបស់យើងត្រូវបានការវាយប្រហាររបស់លាអង្គលហិតនោះយ៉ាងទង្ងន់តែម្ដងធ្វើឲ្យអ្នកទាំងពីរនោះដែលកំពុងមើលទស្សនវិជ្ជាជាក់ស្ដែងនោះស្រែកពេញលាអង្គហើយទេកុំអីបន្ទាប់ពីអ្នកទាំងពីរបាននិយាយចប់សាច់រឿងរបស់យើងក៏ឈានចូលមកដល់ទីបញ្ចប់នេះឯងហើយខ្ញុំក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានទស្សនាក្នុងវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច Subscribe និងចុច Like ដើម្បីជាកម្លាំងចិត្តរបស់ Admin ផងដែរបាទអរគុណសូមជម្រាបលា